ចៃលេងសាច់អីបងប្អូនឆ្ងាញ់មែនបកាឆាជាមួយនឹងពងទាប្រៃខ្ញុំធ្វើតាមបែបវិធីធ្វើហ្នឹងគឺខ្ញុំឃើញបងភៅជនជាតិចិនគេធ្វើខ្ញុំសាកធ្វើតាមប៉ុន្តែរសជាតិមានអីបងប្អូនឆ្ងាញ់ហើយវិធីបកបកាគេគឺគេយកអាចចេញមុនបន្ទាប់មកគឺគេបកទុកសបកនៅក្បាលនៅកតុយបន្ទាប់មកគឺយកទៅបំពងហើយគេមានបន្លែហ្នឹងគឺគេមានម្ទេសផ្លោកក្រហមជាមួយម្ទេសផ្លោកលឿងហើយនឹងដើមខ្ទឹមរបស់យើងហ្នឹងខ្ទឹមហ្នឹងគឺយកគល់ខ្ទឹមហ្នឹងយកទៅដាក់ឆាហើយនឹងស្លឹកខ្ទឹមនេះគឺយើងរោយពីក្រោយអញ្ចឹងបន្លែគឺគេមានប៉ុណ្ណឹងមុខនឹងឯងហើយបន្ទាប់មកគឺខ្ញុំមានពងទាប្រៃចំនួន5គ្រាប់បកាខ្ញុំហ្នឹងគឺខ្ទង់កន្លះគីឡូអញ្ចឹងគឺខ្ញុំដាក់ពងទាប្រៃចំនួន5គ្រាប់ហើយពងទាប្រៃគឺយើងកិនវាម៉ត់ចឹងសិនមកបន្ទាប់មកក៏មកលាយគ្រឿងហើយគ្រឿងដែលមានហ្នឹងគឺយើងមានម្រេចជាមួយនឹងស្ករសអំបិលខ្ញុំមានបន្ថែមជាមួយនឹងម្សៅតុងយ៉ាំបន្តិចដែរតែម្សៅហ្នឹងបើមានក៏ដាក់បើអត់មានបាច់ដាក់ក៏បានដែរបងប្អូនគ្រឿងហ្នឹងដែរយើងមិនបាច់លូបទេគឺយើងលាយបន្តិចទៅដើម្បីយកទៅរោយក្លុកជាមួយនឹងបកាហើយបកាយើងហ្នឹងគឺយើងយកមករោយជាមួយនឹងម្សៅបំពងស្រួយហ្នឹងដើម្បីយើងយកទៅបំពងធ្វើឲ្យវាស្រួយបន្ទាប់មកក៏ចាប់ផ្ដើមមកឆាជាមួយនឹងពងទាប្រៃយើងឆាជាមួយនឹងខ្លាញ់របស់យើងហ្នឹងឲ្យវាឡើងពពុះចេះសិនមកបន្ទាប់មកចាំយើងដាក់ខ្ទឹមចូលបំពងខ្ទឹមសជាមួយនឹងគល់ខ្ទឹមបំពងឲ្យឈ្ងុយហើយចាំចាក់បការបស់យើងហ្នឹងចូលក្លុកជាមួយនឹងពងទាប្រៃបន្ទាប់មកយើងរោយជាមួយនឹងអំបិលដែលយើងលាយមកញបងប្អូនរោយវាក្លុកឲ្យចូលគ្រឿងមកដាក់ជាមួយនឹងបន្លែជាមួយនឹងអីក្លុកវាឆាក្លុកវាមកបន្ទាប់មកយើងរោយជាមួយនឹងស្លឹកខ្ទឹមហើយបងប្អូនមានបន្ថែមជាមួយនឹងស្រាចុងក្រោយមកស្រាយើងធ្វើម្ហូបហ្នឹងស្រាហ្នឹងគឺយើងដាក់បន្តិចមកហើយបន្ទាប់មកគឺយើងក្លុកវាម្សៅទៀតមកតែប៉ុណ្្នឹងគឺរួចរាល់ហើយបើនិយាយពីរសជាតិគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនមួយម៉ាត់ទៅគឺជាតិហ្មង